mưa chứ ba ní bậc cao nơi ca phòn trở lòng đó thông mùi đã mình tới cua cao miến tam để dạng nè sao por miến thi nè sao por miến thi mà sao mấy trong bán lược lang bất bậc cọt ẩm pi pa nhá rồi viên mà khang đồng đo sài dù thía nơi mà khang thiết đồng đo sài trong tây vị thi trong xua từng phải chia porot thà ta trong đo sài đời đồng đo sài dù thía thi pro chậm rơ là bao nhiêu về miền tập pi thi rồi muối dương tân tà đạo đây là bao nhiêu mà vinh đòi pra cầm lăng dù thía rồi muối dương tân tà đạo đây là bao nhiêu mà vinh tam mặt châu bay trong tây vị thi và chia porot là bao nhiêu ban lược đầy cục cục kia cứ mình chọn bàn dù thi đi mình chọn bàn dù thi đi các vị môn để dụ rầm đấy có đôi chiếc cục tua ong bẹ pon trong ho cái anh tên này dưới thá ca đo srai đo dần tệ vị thị lược ní xem bàn phải dụ cho ba tất căn phải chia porot đã bay ở dụ làm pi paul vị ba nấy ca pra cầm lăng dù thi trong banประยุทธ์ให้trongគិតថានេះគ្រាន់តែជាការបញ្យល់បន្ថែមទេអ្វីដែលសំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូនឹងឡើងវិញហើយមើលចែកវាច្បាស់ខ្ញុំបាននិយាយថាបើសិនជាប្រើប្រាស់ដំណោះស្រាយយោធាឧទាហរណ៍តែយើងត្រូវវាយកាន់កាប់ត្រឡប់មកវិញនឹងទឹកដីនោះក្របទី1គឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូតអានឹងជាក្របទី1ដែលចេញព្រោះស្អីយើងជាអ្នកបំពេញបទចម្បាញ់ជាអ្នកបំពេញបទចម្បាញ់ហើយយើងបំផ្លាញទាំងអស់នៅអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិមកចំពោះយើងក្នុងពេលនេះអន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឆ្លៀនពៀនថៃទេអានឹងនិយាយពិតណាវាគ្មានអាតូចណាទៅវាយអាធំដួលទេកុំឆ្ងល់ណាកុំឆ្ងល់ហើយថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរកងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថាដោយសារកម្ពុជានេះទៅនៅលើដីថៃ30ឆ្នាំ40ឆ្នាំហើយដូច្នេះបានជាថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញអាហ្នឹងមានន័យថាម៉េចមានន័យថាការផ្ទុះអាវុធនៅខែកក្កដាឆ្នាំ2025ពេលនោះមិនចំណោទសួរថាអ្នកណាផ្ទុះអាវុធមុនអញ្ចឹងទេមានតែអ្នកវាយដដើមគេទេបានផ្ទុះអាវុធមុនករណីដូចគ្នានេះខ្ញុំចាំនិយាយថាបើសិនជាយើងចង់វាយដដើមទៅវិញយើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុសអានឹងលទ្ធផលខាងផ្នែកនយោបាយដល់លទ្ធផលខាងផ្នែកយោធាយើងអាចទីទុកបុណ្យបានហើយថាកងទ័ពរបស់យើងនឹងត្រូវស្លាប់ត្រូវរបួសប្រជាជនស្លាប់និងរបួសនឹងត្រូវជំនះប្រជាជនច្រើនទៀតហើយតម្រោះស្រាយយោធាមិនប្រកាសតែយើងវាយបានទេណាមិនប្រកាសតែយើងវាយបានទេអញ្ចឹងទេចំណុចដែលតាក់ទិនជាមួយនឹងរឿងការប្រើប្រាស់ដំណោះស្រាយយោធាមិនមែនជាជំរឿសដែលយើងត្រូវធ្វើទេខ្ញុំចង្អុលបង្ហាញបញ្ហានេះក៏ពួកជ្រុលនិយមនៅក្រៅប្រទេសវាជំរុញឲ្យយើងប្រើប្រាស់កម្លាំងហើយដំណោះស្រាយដែលយើងប្រើប្រាស់កម្លាំងទី1មិនប្រកាសថាយើងវាយយកបានទេទី2វាយយកបានហើយមិនប្រកាសថាជួយជើងបានទេប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះគឺនៅត្រង់ថាវាយចុះវាយឡើងពជាពេលដោះស្រាយតកូនតចៅអាហ្នឹងជាបញ្ហាប៉ុន្តែក៏នាយករដ្ឋមន្ត្រីថៃក៏បាននិយាយថាថៃអត់ដែលឆ្លៀនពៀនទេឥឡូវអញ្ចេះឆ្លៀនពៀនឬមិនឆ្លៀនពៀនអនុវត្តនៅចំណុចទី3តាក់ទិនទៅនឹងបទកិច្ចប្រព្រឹត្តច្បាប់បាញ់ណាតែថាឲ្យដើរទៅវាស់
nâng chấm nói tí bấy cứ ban chạy cho bác nè phía kỳ thằng pi xong tay chết phía kỳ thằng pi ai cái phía kia thà rồi cả prom priêng còng sợi cây bạc ca rùm đi mình tới thưa ai pa pol đào ca khăn xây mà prom đàn nâng prom đàn anh ta chia từ viên bờ tây thằng pi nụ tì phía kỳ thằng pi ai cái phía kia bạc côn thua này tí ai cả nạ cam ca chấm rau prom đàn bọn to anh vót ca nghe vào về nâng khăn xây mà prom đàn ở ban chắp ra bờ phốtสรอบตามកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិភាពនិងសន្តិសុខរបស់ក្រមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មេតភាគីទាំងពីរឯកភាពធាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អធិភាពពោបំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ដែលជនស៊ីវិលរស់នៅហើយថ្ងៃនេះអាដាមទាសីហាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីនេះស្រាប់គាត់ជាអ្នកចុះហត្ថលេខាទៅលើអានោះប៉ុន្តែឥឡូវនេះខាងភាគីថៃពន្យាម្ដងហើយម្ដងទៀតម្ដងយើងមានហេតុផលនឹងយល់គ្នាយើងមានហេតុផលនឹងយល់គ្នាត្រង់ថាគាត់រំលាយរដ្ឋាភិបាលគាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយគាត់ថាគាត់អត់តែងតាំងប្រធានថ្មីដល់ឥឡូវនេះគឺគាត់និយាយថាឈប់ចរចាទ្វេភាគីដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅយន្តការក្រមអនុសញ្ញាហើយអង្គការសហប្រជាជាតិទៅវិសាសមុទ្រតាមរយៈគេហៅថាយន្តការនៃការផ្សះផ្សាដោយបង្ខំប៉ុន្តែរឿងនេះវាមិនពាក់ព័ន្ធជាមួយគ្នាទេរឿងមួយព្រំដែនគោកមួយព្រំដែនទឹកហើយបើសិនជាការកិច្ចវេះបែបនេះគឺមិនបានទេហើយឥឡូវខ្ញុំចង់សួរទៅខាងតើផ្លូវលេខ58ដែលចិនជាអ្នកកសាងផ្លូវលេខ58ចិនអ្នកកសាងឥឡូវថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹងសួរថាតើចិននឹងខ្វាក់ភ្នែកអីប្រទេសចិនខ្វាក់ភ្នែកអីបានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើទៅលើដីថៃទៅវិញខ្ញុំចង់សួរកន្លែងហ្នឹងបើថាខ្លួនឯងចិត្តត្រង់ឥឡូវមកវាស់វែងទៅព្រោះអាហ្នឹងគឺយើងបានកំណត់ជាមួយគ្នាតាំងពីខែ12នោះហើយ7ខែ12ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃតើអ្នកឯងមានចេតនាស្អីដែលនិយាយថាលោកហ៊ុនសែនបានគួបផ្សំនៅវិធានការទាំងពីរយោធានិងសន្តិវិធីខ្ញុំមិនបានឲ្យជ្រើសរើសនៅមធ្យោបាយយោធាទេខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធីហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណៈបព្វជិជនសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2027និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2028គឺគណៈបព្វជិជនប្រកាន់ភ្ជាប់នៅគោលនយោបាយដោះស្រាយដោយសន្តិវិធីអញ្ចឹងសូមឲ្យបកប្រឆាំងដាក់ចេញមកសល់តែមួយទេគោលនយោបាយរបស់ឯងគឺវាយគ្នាព្រោះបើឯងនិយាយតាមខ្ញុំតដែលអញ្ចឹងមានន័យថាពួកអ្នកឯងដើរតាមគណៈបព្វជិជនតដែលអញ្ចឹងរឿងអីអ្នកឯងមកតិចទៀនខ្ញុំណាអញ្ចឹងសូមឲ្យខ្ញុំដើរជាធម្មតាខ្ញុំមិនបិទក្រោលសេះ
nơiពេលដែលចេញផុតពីក្រោយទេនិយាយឲ្យត្រង់ហើយសូមផ្ដាំទៅគណៈបកនយោបាយនានាណាជាពិសេសគណៈបកប្រឆាំងដែលនិយមជ្រុយឲ្យរដ្ឋាភិបាលបើកការវាយប្រហារដើម្បីដណ្ដើមយកមកវិញនៅទឹកដីដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់នោះព្រោះយើងអត់ទទួលស្គាល់នៅព្រំដែនការកែប្រែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងទេយើងអត់ធ្មត់អញ្ចឹងបានយើងដាក់ភូមិរងចាំនេះមានន័យថាយើងមិនមែនមកនៅនេះមួយជីវិតទេរងចាំផ្ទះសម្បែងរបស់យើងដីធ្លីរបស់យើងត្រូវបានត្រឡប់មកវិញដោយមធ្យោបាយសន្តិវិធីមិនមែនត្រឡប់មកវិញដោយមធ្យោបាយយោធាទេមធ្យោបាយយោធាអាចអូសបន្លាយតចំនួនមនុស្សប៉ុន្តែមធ្យោបាយសន្តិវិធីទេដែលអាចដោះស្រាយទៅមានជ័យភាពណាហើយដែលអាចទៅជាប្លង់រឹងសម្រាប់រយៈពេលវែងតពូជតពងតចំណោះអញ្ចឹងទេខ្ញុំសូមអំពាវនាវឲ្យក្បាលម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយយកពាក្យពេចន៍ខ្ញុំទៅនិយាយច្បាស់ហើយខ្ញុំសង្ឃឹមថាអ្នកនយោបាយថៃមិនល្ងងដល់ថ្នាក់ជឿនៅព័ត៌មានភូតកុហកដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេអ្នកខាងសារព័ត៌មានថៃប្រទេសថៃក៏មានអ្នកចេះខ្មែរដែរអញ្ចឹងឲ្យគេបកប្រែទៅតើមានសម្ដីណាមួយដែលខ្ញុំនិយាយថាប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រអាវុធខ្ញុំអត់និយាយមិនទេផ្ទុយទៅវិញខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញហើយខ្ញុំទុកឲ្យបកប្រឆាំងនៅកម្ពុជាដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងគោលនយោបាយអំពីបញ្ហាដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃជាងទេសូម5ប៉ុណ្ណឹងទៅចុះតែសូមឲ្យយកចិត្តទុកដាក់រឿងសារព័ត៌មានហើយឥឡូវនេះតែភាគីកម្ពុជាតែភាគីថៃវល់ជាមួយនឹងព័ត៌មានคล้ายជួនកាលកម្ពុជាយើងទទួលព័ត៌មានខុសអំពីគេបញ្ចេញព័ត៌មានคล้ายជួនកាលខាងថៃយល់ខុសអំពីការដែលគេបញ្ចេញព័ត៌មានคล้ายដូច្នេះព័ត៌មាននេះគួរតែត្រូវស្វែងរកនៅព័ត៌មានពិតមួយដើម្បីបង្កើតនៅទំនុកចិត្តហើយជៀសវាងការភ័ន្តច្រឡំគឺវិគ្រោះថ្នាក់ចឹងទេខ្ញុំបានថាបើកឆាកឡើងគឺអនុញ្ញាតឲ្យការយកទៅផ្សាយហើយខ្ញុំក៏សូមបញ្ជាក់ថាមកសិលខ្ញុំនៅអីទៅប្រទេសមានជ័យថ្ងៃនេះខ្ញុំមកជំរាបស្អែកទៅណាទៀតអានឹងខ្ញុំមិនប្រាប់ទេឥឡូវខ្ញុំសូមបញ្ចប់សូមឲ្យទូរទស្សន៍ជាតិយកបញ្ហាហ្នឹងបញ្ចូលទៅទីក្រុងភ្នំពេញ live ផ្ទាល់គ្រប់ទូរទស្សន៍ឡើងវិញបញ្ជូនសារទៅកាន់ទីក្រុងបាងកកដើម្បីកែតម្រូវទៅលើបញ្ហា